កាលពីមុនមានក្មេងប្រុសពីរនាក់ជាមួយនឹងក្មេងស្រីម្នាក់ហើយពួកគេទាំងបីបានធំឡើងជាមួយនឹងគ្នានៅក្នុងភូមិតូចមួយហើយមិត្តភាពរបស់ពួកគេកាលនៅគ្រាតូចពោរពេញទៅដោយការរត់លេងសប្បាយហើយពួកគេទាំងបីពេលដែលទៅណាមកណាមិនចេះចោលគ្នាឡើយហើយរហូតដល់ពួកគេទាំងបីចាប់ផ្ដើមធំពេញវ័យកំលោះក្រមុំក៏នៅតែទៅណាមកណាជាមួយនឹងគ្នាដែរហើយនៅពេលដែលក្មេងប្រុសទាំងពីរបានធំឡើងពេញវ័យកំលោះការគិតរបស់គេក៏មិនដូចពីមុនទៀតដែរហើយកំលោះរស្មីនិងកំលោះធូក៏ចាប់ផ្ដើមមានចិត្តស្រឡាញ់ទៅលើនាងកែសដែលជាមិត្តភក្តិជាមួយនឹងគ្នាតាំងតែពីតូចមកហើយទោះបីជាអ្នកកំលោះទាំងពីរលួចស្រឡាញ់នាងកែសខ្លាំងយ៉ាងណាក៏ដោយក៏ពួកគេមិនហ៊ានសារភាពស្នេហ៍ដែរព្រោះតែខ្លាចនាងបដិសេធហើយនៅថ្ងៃមួយពួកគេទាំងបីនាក់ក៏បានបបួលគ្នាដើម្បីចេញទៅដើរលេងហើយកំលោះរស្មីដែលពោរពេញទៅដោយការស្រឡាញ់ទៅលើនាងកែសដោយសារតែមិនអាចហាមចិត្តខ្លួនឯងបានពេលដែលនៅអង្គុយតែពីរនាក់ក៏បានសារភាពថាកែសខ្ញុំមានរឿងក្នុងចិត្តចង់សារភាពទៅដល់នាងពេលដែលស្ដាប់ហើយកុំខឹងខ្ញុំអីណាកែសនាងនិយាយថាតើរស្មីឯងមានរឿងអ្វីចង់សារភាពមកដល់ខ្ញុំហើយតើរឿងនោះសំខាន់ដែរឬទេហេតុអ្វីទោះតែនៅពីរនាក់ទើបអាចនិយាយបានតើមានរឿងអ្វីដែរឆាប់និយាយមកមើលកំលោះរស្មីបាននិយាយទាំងបេះដូងកំពុងតែលោតដុកដាក់ព្រោះថានេះជាលើកដំបូងហើយដែលរូបគេសារភាពស្នេហ៍ខ្ញុំមិនបានត្រឹមតែស្រឡាញ់កែសឯងត្រឹមតែជាមិត្តភក្តិនោះទេទៅថ្ងៃអនាគតខ្ញុំក៏ចង់បានកែសឯងមកធ្វើជាប្រពន្ធរបស់ខ្ញុំដែរហើយដែលខ្ញុំនិយាយទៅនេះតើកែសឯងគិតយ៉ាងណាដែរតើរស្មីឯងគិតច្បាស់ហើយតើមែនទេទើបបានជាសារភាពស្នេហ៍មកលើខ្ញុំហើយចុះមិនខ្លាចខ្ញុំបដិសេធស្នេហ៍ទេអីណាស់ហើយទៅចុះខ្ញុំព្រមទទួលយកក្តីស្នេហ៍មួយនេះក៏បានព្រោះថាខ្ញុំក៏រងចាំពាក្យនេះយូរហើយដែរព្រោះថាខ្ញុំក៏លួចស្រឡាញ់ទៅលើរស្មីឯងដែរតែដោយសារតែខ្ញុំជាស្រីទើបមិនហ៊ាននិយាយហើយកំលោះរស្មីក៏បានដឹងថានាងកែសក៏មានចិត្តស្រឡាញ់មកលើខ្លួនដែរហើយពួកគេទាំងពីរនាក់ក៏បាននិយាយសាកសងគ្នាយ៉ាងផ្អែមល្ហែមហើយកំលោះធូវិញបានត្រឹមតែលួចពូនស្ដាប់ពួកគេពីក្រោយដោយសារតែគ្មានចិត្តក្លាហានទើបមិនហ៊ានសារភាពស្នេហ៍ទៅដល់នាងកែសហើយនៅក្នុងពេលនេះមិត្តភាពរបស់ពួកគេទាំងបីនាក់ដែលបានរាប់អានគ្នាតាំងតែពីតូចមកនោះក៏ត្រូវបានកាត់ផ្ដាច់នៅក្នុងពេលនេះឯងហើយកំលោះធូក៏បានដើរចាកចេញទៅទាំងស្ងាត់ស្ងាត់មិនឲ្យពួកគេទាំងពីរនាក់បានដឹងនោះឡើយហើយដើរតាមផ្លូវបណ្ដើរគិតបណ្ដើរមិនដឹងថាគិតពីអ្វីខ្លះនោះទេហើយនៅពេលដែលកំលោះធូកំពុងតែដើរក៏មានបុរសពីរនាក់មកស្ទាក់ផ្លូវគេភ្លាមហើយបុរសម្នាក់ក៏បាននិយាយឡើងថាណែអាកំលោះហេតុអ្វីបានជាថ្ងៃនេះឯងដើរតែម្នាក់ឯងអញ្ចឹងរួចចុះបាត់ពីរនាក់ទៀតទៅណាហើយបុរសម្នាក់ទៀតក៏បាននិយាយឡើងថាបើវាមកម្នាក់ឯងអញ្ចឹងងាយស្រួលមកដល់ពួកយើងហើយទោះបីជាធ្វើបាបវាខ្លាំងប៉ុណ្ណាក៏គ្មានអ្នកមកជួយដែរហើយនៅពេលដែលពួកគេទាំងពីរនាក់បំរុងនឹងវាយធ្វើបាបទៅដល់កំលោះធូក៏បានមានលោកអ៊ំម្នាក់ស្រែកឡើងថាតើពួកឯងទាំងពីរនាក់នេះចង់ធ្វើស្អីនៅកណ្ដាលថ្ងៃដូចនេះចង់វាយធ្វើបាបមនុស្សផងពេលដែលពួកគេទាំងពីរនាក់ក្រឡេកមកឃើញថានេះគឺជាលោកអ៊ំដូងដែលពូកែខាងរឿងមន្តវិជ្ជាអាគមខ្មៅហើយអ្នកភូមិដែលនៅទីនេះគ្មានអ្នកណាហ៊ានប៉ះពាល់គាត់នោះទេពេលដែលបានឃើញដូច្នោះពួកគេទាំងពីរនាក់ក៏បាននាំគ្នារត់បាត់ទៅហើយលោកអ៊ំដូងក៏បាននិយាយទៅកាន់កំលោះធូថាណែអ្នកកំលោះហេតុអ្វីបានជាទុនខ្សោយដល់ថ្នាក់នេះ
បណ្ដោយឲ្យពួកគេធ្វើបាបតាមតែអំពើចិត្តមិនគិតថាតដៃទៅវិញខ្លះទេអីបាទលោកអ៊ំរូបខ្ញុំស៊ាំហើយព្រោះថាពួកគេទាំងពីរនាក់បានវាយធ្វើបាបខ្ញុំតាំងតែពីទូចមកម្លេះហើយខ្ញុំក៏វាយមិនឈ្នះពួកគេដែរដូច្នេះហើយទើបបានជាខ្ញុំមិនហ៊ានតដៃនាំតែធ្វើឲ្យមានរបួសធ្ងន់ធ្ងរពេលដែលពួកគេវាយខ្ញុំពី3ដៃហើយក៏នាំគ្នាទៅអស់បាត់ដែរលោកអ៊ំដូងបានត្រឹមតែក្រវីក្បាលរួចនិយាយថាមនុស្សយើងមិនមែនទន់ខ្សោយរហូតនោះទេគួរតែចេះរៀនតដៃទៅគេវិញខ្លះទៅបើបណ្ដោយឲ្យនៅបែបនេះគេនឹងធ្វើបាបយើងពេញមួយជីវិតហើយនិយាយរួចលោកអ៊ំដូងក៏បានធ្វើដំណើរដើរចាកចេញទៅកំឡោះធូពេលបានឮហើយក៏ចាប់ផ្ដើមរត់តាមភ្លាមហើយក៏បានសួរលោកអ៊ំដូងថាលោកអ៊ំតើខ្ញុំគួរធ្វើដូចម្ដេចទើបបានមានកម្លាំងខ្លាំងក្លាហើយគ្មានអ្នកណាអាចមកធ្វើបាបខ្ញុំបានតើលោកអ៊ំដឹងដែរឬទេសូមជួយប្រាប់ខ្ញុំផងរឿងនេះមិនពិបាកនោះទេប្រសិនបើជាឯងចង់ដឹងពិតមែនឆាប់ធ្វើដំណើរមកតាមយើងមកហើយលោកអ៊ំដូងគាត់ក៏បាននាំកំឡោះធូធ្វើដំណើរទៅកន្លែងសំណាក់គាត់ភ្លាមហើយពេលដែលទៅដល់លោកអ៊ំដូងក៏បាននាំយកកំពីមុនអាគមខ្មៅចេញមកភ្លាមហើយក៏បានសួរទៅកាន់កំឡោះធូថាណែអ្នកកំឡោះតើឯងនេះគិតច្បាស់ហើយតើមែនដែរទេថានឹងរៀនមុនវិជ្ជាអាគមខ្មៅនេះប្រសិនបើជាឯងគិតថានឹងរៀនវាហើយមិនអាចបកក្រោយវិញបានទេយើងគិតថាអ្នកកំឡោះឯងគួរតែគិតម្ដងទៀតទៅលោកអ៊ំរូបខ្ញុំគិតច្បាស់ហើយមិនចង់ទន់ខ្សោយបែបនេះទៀតនោះទេហើយក៏មិនចង់ឲ្យអ្នកណាមកធ្វើបាបខ្ញុំទៀតនោះដែរពេលដែលបានឮដូច្នេះហើយលោកអ៊ំដូងក៏បានប្រគល់កំពីមុនអាគមខ្មៅទៅឲ្យគេភ្លាមហើយក៏បាននិយាយបន្តទៀតថាណែអ្នកកំឡោះចូលឯងហាត់រៀនតាមកំពីមួយក្បាលនេះទៅយើងជឿថាមិនយូរទៀតនោះទេច្បាស់ជាគ្មានអ្នកណាអាចធ្វើបាបឯងបានឡើយហើយកំឡោះធូក៏បានទទួលយកកំពីមុនអាគមខ្មៅភ្លាមហើយក៏បានសំពះលាលោកអ៊ំដូងដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះហើយតាំងតែពីថ្ងៃនោះមកកំឡោះធូមិនដែលចេញមកដើរលេងនៅខាងក្រៅទៀតនោះទេគេបិទទ្វារសង្ងំនៅតែក្នុងបន្ទប់តែប៉ុណ្ណោះដើម្បីហាត់រៀនមុនវិជ្ជាអាគមខ្មៅមួយនេះហើយនៅពេលដែលកំឡោះរស្មីនិងនាងកែសរមិនបានឃើញមិត្តភ័ក្តិរបស់ខ្លួនចេញពីក្នុងផ្ទះសោះពួកគេទាំងពីរនាក់មានការបារម្ភជាខ្លាំងហើយក៏បាននាំគ្នាធ្វើដំណើរទៅផ្ទះរបស់អ្នកកំឡោះធូភ្លាមហើយនៅពេលដែលអ្នកទាំងពីរធ្វើដំណើរមកដល់កំឡោះរស្មីក៏បានស្រែកសួរថាណែធូតើឯងនៅក្នុងផ្ទះដែរឬទេនឹងយើងមិនបានឃើញឯងចេញទៅលេងខាងក្រៅពី3ថ្ងៃហើយតើឯងមានរឿងអ្វីកើតឡើងពេលនោះដែរម្ដាយរបស់កំឡោះធូក៏បានដើរចេញមកហើយក៏បាននិយាយប្រាប់ពួកគេថាអ្នកក្មួយទាំងពីរអើយពី3ថ្ងៃនេះអ៊ំមិនដែលបានឃើញគេចេញពីបន្ទប់នោះទេមិនដឹងថាគេចេញទៅខាងក្រៅបានជួបនឹងរឿងអ្វីនោះទេទើបបានជាគេឃុំឃាំងខ្លួនឯងនៅក្នុងតែបន្ទប់ដូច្នេះនាងកែសរក៏បាននិយាយថាបើអញ្ចឹងមិនអីទេណាអ៊ំពួកខ្ញុំទាំងពីរនាក់មិនរំខានគេនោះទេពួកខ្ញុំសុំលាអ៊ំសិនហើយចាំពេលក្រោយចាំពួកខ្ញុំចូលមកលេងម្ដងទៀតបើអញ្ចឹងពួកក្មួយទាំងពីរត្រឡប់ទៅវិញសិនចោះចាំអ៊ំប្រាប់ទៅដល់គេឲ្យថាក្មួយទាំងពីរបានមកសួរសុខទុក្ខហើយកំឡោះធូវិញនៅទីបំផុតរូបគេក៏បានរៀនមុនវិជ្ជាអាគមខ្មៅចេះសពគ្រប់ហើយនៅល្ងាចនេះផងដែររូបគេបានចេញពីក្នុងបន្ទប់ដើម្បីមកធ្វើដំណើរលេងស្រូបយកខ្យល់អាកាសនាពេលល្ងាចបន្តិចហើយនៅពេលនោះគេក៏បានឃើញបុរសពីរនាក់នោះដែលធ្លាប់តែវាយធ្វើបាបគេជាប្រចាំហើយកំឡោះធូក៏កំពុងតែចង់សាកល្បងពីកម្លាំងមុនអាគមខ្មៅរបស់គេផងដែរព
ពេលដែលបានឃើញអ្នកទាំងពីរនាក់នេះហើយគេក៏បានដើរសំដៅទៅរកភ្លាមហើយបុរសពីរនាក់នោះនៅពេលដែលបានឃើញកំឡោះធូដើរទៅរកដូច្នេះបុរសម្នាក់ក៏បាននិយាយឡើងថាយើងទាំងពីរនាក់កំពុងតែមួម៉ៅផងហើយក៏មិនដឹងថាត្រូវយកអ្វីមកបន្ធូរអារម្មណ៍បើជ្រុលជាឯងមកទៅហើយឲ្យយើងទាំងពីរនាក់សុំវាយឯងដើម្បីបន្ធូរអារម្មណ៍បន្តិចទៅមើលតែអ្នកទាំងពីរមិនបានដឹងទេថាកំឡោះធូក្នុងពេលឥឡូវនេះមិនមែនទន់ខ្សោយដូចពីមុនទៀតនោះទេមិនមែនសុទ្ធតែអ្នកណាអាចធ្វើបាបគេបានទៀតឡើយកំឡោះធូក៏បានលើកដៃសំពះហើយក៏ចាប់ផ្ដើមសូត្រមន្តអាគមខ្មៅដែរមួយផ្លែតក្រោយមកផ្សែងខ្មៅក៏បានរុំព័ទ្ធអ្នកទាំងពីរភ្លាមហើយកំឡោះធូក៏បាននិយាយឡើងថាតើពួកឯងទាំងពីរនាក់នៅគិតចង់ធ្វើបាបយើងដូចពីមុនទៀតដែរឬទេហើយនៅក្នុងថ្ងៃនេះយើងនឹងសម្លាប់ពួកឯងទាំងពីរនាក់ចោលហើយនៅពេលនោះដែរអ្នកទាំងពីរក៏ចាប់ផ្ដើមនាំគ្នាស្រែកសុំទោសភ្លាមទុកជីវិតឲ្យពួកខ្ញុំផងទៅពួកខ្ញុំទាំងពីរនាក់លែងហ៊ានទៀតហើយកំឡោះរស្មីដែលកំពុងតែដើរនោះស្រាប់តែបានឮសំឡេងមនុស្សស្រែករញ៉េរញ៉ៃដោយមានការសង្ស័យគេក៏បានដើរទៅមើលភ្លាមហើយក៏បានឃើញថាកំឡោះធូដែលជាមនុស្សទន់ខ្សោយដែលរូបគេតែងតែជួយកន្លងមកនៅក្នុងពេលឥឡូវនេះប្រែក្លាយទៅជាមនុស្សដែលមានកម្លាំងខ្លាំងក្លាម្នាក់ផ្សេងទៅហើយកំឡោះរស្មីស្ទើរតែមិនជឿនឹងភ្នែកនៅពេលដែលបានឃើញថាកំឡោះធូឥឡូវនេះប្រៀបបានដូចជាមនុស្សម្នាក់ផ្សេងអញ្ចឹងហើយគេក៏បានដើរចូលទៅជិតរួចសួរថាធូនៅក្នុងពេលឥឡូវនេះតើឯងមានដឹងខ្លួនទេថាឯងនេះកំពុងតែធ្វើអ្វីហើយវិជ្ជាអាគមទាំងអស់នេះឯងចេះមកពីណាចុះអ្នកណាជាអ្នកបង្រៀនឯងទៅហើយឯងក៏ប្រញាប់ដោះលែងពួកគេទាំងពីរនាក់នោះទៅបើមិនអញ្ចឹងទេពួកគេច្បាស់ជាស្លាប់មិនខានពេលដែលបានឮកំឡោះរស្មីនិយាយដូច្នេះគេក៏បានសូត្រដកមន្តអាគមខ្មៅត្រឡប់មកវិញភ្លាមហើយពួកគេទាំងពីរនាក់នោះនៅពេលដែលបានរួចខ្លួនក៏ប្រញាប់នាំគ្នារត់ចេញពីទីកន្លែងនេះភ្លាមហើយកំឡោះធូក៏បាននិយាយទៅកាន់កំឡោះរស្មីថាវាជារឿងរបស់យើងទេយើងទៅរៀនមកពីណាក៏បានដែរឯងមិនចាំបាច់ចេះដឹងអ្វីនោះទេហើយយើងក៏មិនចង់ធ្វើជាមនុស្សទន់ខ្សោយដូចជាពីមុនទៀតដែរគ្រប់ពេលដែលមានរឿងតែងតែចាំឲ្យឯងមកជួយនោះយើងក៏មិនចង់និយាយអរគុណឯងរហូតនោះដែរកំឡោះរស្មីក៏បាននិយាយថាដែលយើងជួយឯងកន្លងមកមិនដែលគិតចង់បានគុណស្រ័យអ្វីពីឯងនោះទេក៏ព្រោះតែពួកយើងជាមិត្តភក្តិនឹងគ្នានោះអីក៏ប៉ុន្តែយើងមិនចង់មានមិត្តភក្តិដូចជាឯងទៀតនោះទេហើយចាប់ពីថ្ងៃនេះទៅឯងឈប់មករវល់ជាមួយនឹងយើងទៀតនិយាយចប់កំឡោះធូក៏បានដើរចាកចេញទៅភ្លាមហើយមកដល់ថ្ងៃស្អែកកំឡោះធូក៏បានធ្វើដំណើរទៅផ្ទះលោកអ៊ំដូងភ្លាមដើម្បីទៅសុំឲ្យគាត់ជួយរឿងម្យ៉ាងលោកអ៊ំដូងតើលោកអ៊ំអាចជួយបង្រៀនខ្ញុំពីវិធីធ្វើស្នេហ៍បន្តិចតើបានទេព្រោះថាខ្ញុំនេះចង់ចេះវាខ្លាំងណាស់មិនអីនោះទេអ៊ំអាចបង្រៀនឯងបានរួចចុះឯងចង់ធ្វើស្នេហ៍ដាក់ទៅក្រមុំមួយណាដែរមិនលាក់បាំងទេលោកអ៊ំគឺខ្ញុំចង់ធ្វើស្នេហ៍ដាក់នាងកែសនឹងឯងព្រោះថាខ្ញុំបានលួចស្រឡាញ់នាងតាំងតែពីតូចមកម្លេះតែបែរជានាងទៅស្រឡាញ់អារស្មីឯនោះទៅវិញហើយនៅពេលនោះដែរលោកអ៊ំដូងក៏បានយកក្រមួនស្នេហ៍មកឲ្យកំឡោះធូភ្លាមហើយគាត់បាននិយាយទៀតថាឯងគ្រាន់តែយកក្រមួននេះទៅលាបនៅនឹងដៃរបស់នាងទៅបានហើយនាងច្បាស់ជាស្រឡាញ់ឯងដកខ្លួនវិញមិនរួចទេតែឯងត្រូវចាំថាវិធីធ្វើស្នេហ៍មួយនេះបានត្រឹមតែរូបរាងកាយរបស់នាងមកនោះទេមិនអាចយកចិត្តរបស់នាងបានមកនោះឡើយបាទលោកអ៊ំទោះបីជាខ្ញុំបានត្រឹមតែកាយក៏ខ្ញុំសប្បាយចិត្តដែរឲ្យតែបាននាងមករស់នៅចិត្តខ្លួនរបស់ខ្ញុំទៅបានហើយខ្ញុំក៏សូមលាលោកអ៊ំត្រឡប់ទៅផ្ទះវិញសិនផងដែរ
ហើយនៅថ្ងៃនេះផងដែរកំឡោះធូក៏បាននៅឈររងចាំផ្លូវនាងកែសហើយមួយផ្លែតក្រោយមកគេក៏បានឃើញនាងកែសភ្លាមហើយក៏បាននិយាយទៅកាន់នាងថាកែសតើកំពុងតែធ្វើដំណើរទៅណាដែរនឹងមិនគិតថាចូលលេងខ្ញុំមួយផ្លែតទេអីពេលដែលបានឃើញកំឡោះធូភ្លាមនាងក៏ញញឹមរួចក៏និយាយឡើងថារួចចុះធូឯងពី3ថ្ងៃនឹងរវល់ធ្វើស្អីទើបបានជាមិនឃើញដើរចេញមកលេងនៅខាងក្រៅសោះខ្ញុំមិនបានធ្វើអ្វីនោះទេគ្រាន់តែចង់នៅផ្ទះសម្រាប់យកកម្លាំងបន្តិចហើយចុះនេះកែសគិតធ្វើដំណើរទៅណាដែរគឺខ្ញុំកំពុងតែធ្វើដំណើរទៅផ្ទះរបស់បងរស្មីដើម្បីបបួលគាត់ទៅលេងនៅឯភូមិខាងនោះមួយផ្លែតកំឡោះធូក៏បានដើរទៅជិតហើយក៏បានយកដៃដែលលាបក្រមួនស្នេហ៍រួចហើយនោះទៅប៉ះដៃរបស់នាងដែរហើយក៏បាននិយាយឡើងថាបើអញ្ចឹងខ្ញុំមិនរំខាននោះទេកែសចាប់ធ្វើដំណើរទៅចោះហើយឲ្យខ្ញុំសុំទោសផងដែលមករំខានផ្លូវហើយតាំងតែពីថ្ងៃនោះមកនាងកែសក៏ចាប់ផ្ដើមគេងមិនលុបបក់ម្លហើយគិតដល់តែអ្នកកំឡោះធូនឹងឯងហើយនៅថ្ងៃមួយកំឡោះរស្មីដោយសារតែមិនសូវបានឃើញនាងកែសទៅរកខ្លួនសោះដោយសារតែមានក្តីបារម្ភគេក៏បានធ្វើដំណើរមកផ្ទះរបស់នាងកែសភ្លាមពេលដែលកំឡោះរស្មីបានមកដល់ផ្ទះហើយក៏បានស្រែកសួរថាកែសតើកែសនៅផ្ទះដែរឬទេនឹងពេលនាងបានឮហើយក៏បានដើរចេញមករួចនិយាយឡើងថាតើរស្មីឯងមករកខ្ញុំដល់ផ្ទះមានកិច្ចការអ្វីដែរតែបើគ្មានកិច្ចការអ្វីទេឆាប់ត្រឡប់ទៅផ្ទះវិញទៅព្រោះពេលដែលខ្ញុំឃើញមុខរបស់អ្នកហើយគួរឲ្យធុញខ្លាំងណាស់ខ្ញុំគ្មានធុរៈអ្វីជាមួយនឹងកែសនោះទេគ្រាន់តែខ្ញុំនេះវាបារម្ភព្រោះថាខ្ញុំមិនបានឃើញកែសចេញពីផ្ទះពី3ថ្ងៃហើយខ្ញុំអរគុណហើយដែលរស្មីមានការព្រួយបារម្ភពីខ្ញុំតែចាប់ពីថ្ងៃនេះទៅមិនចាំបាច់មករកដល់ផ្ទះទៀតនោះទេព្រោះថាខ្ញុំមិនចង់ជួបមុខអ្នកទៀតនោះឡើយពេលដែលកំឡោះរស្មីបានស្ដាប់នាងកែសនិយាយហើយរូបគេមានការសង្ស័យជាខ្លាំងតើមានរឿងអ្វីកើតឡើងចំពោះនាងទើបបានជានាងប្រែប្រួលដល់ថ្នាក់នេះហើយមួយផ្លែតក្រោយមកក៏បានឮសំឡេងកំឡោះធូស្រែកហៅឈ្មោះនាងកែសភ្លាមហើយពេលដែលនាងបានឮដូច្នោះក៏បានរត់ទៅអោបកំឡោះធូនៅនឹងមុខកំឡោះរស្មីតែម្ដងហើយនៅពេលដែលកំឡោះរស្មីបានឃើញដូច្នេះក៏ដឹងភ្លាមថាដែលនាងកែសប្រែប្រួលដល់ថ្នាក់នេះក៏ដោយសារតែកំឡោះធូធ្វើមន្តស្នេហ៍ដាក់ទៅលើនាងដែរពេលដែលឃើញមនុស្សស្រីដែលខ្លួនស្រឡាញ់រត់ទៅអោបបុរសដទៃកំឡោះរស្មីមានការខឹងជាខ្លាំងហើយក៏មិននឹកស្មានថាកំឡោះធូហ៊ានធ្វើដល់ថ្នាក់នេះដែររូបគេក៏បាននិយាយឡើងថាណែអាធូម្ដេចក៏ឯងហ៊ានធ្វើអំពើដ៏ខ្មៅកខ្វក់ដាក់ទៅនាងកែសអញ្ចឹងឯងប្រញាប់ដោះមន្តស្នេហ៍របស់ឯងចេញពីនាងកែសភ្លាមពេលនោះស្រាប់តែនាងកែសនិយាយឡើងថាបងធូមិនបានធ្វើអំពើអ្វីដាក់យើងទាំងអស់នឹងគឺយើងខ្លួនឯងទេដែលស្ម័គ្រចិត្តស្រឡាញ់គាត់ដោយខ្លួនឯងកំឡោះធូបាននិយាយបន្តទៀតថាឯងបានឮផ្ទាល់ត្រចៀករបស់ឯងហើយថាយើងមិនបានធ្វើអ្វីទៅលើនាងនោះទេគឺនាងខ្លួនឯងមកជ្រើសរើសយកយើងមិនជឿថាឯងមិនបានធ្វើមន្តស្នេហ៍អ្វីទៅដាក់នាងកែសនោះទេហើយឯងឆាប់បញ្ឈប់ភ្លាមទៅកុំឲ្យមន្តអាគមខ្មៅនោះបញ្ជាឯងបានឲ្យសោះហើយនៅពេលនោះកំឡោះធូក៏បានប្រើមន្តអាគមខ្មៅចាត់ការទៅដល់កំឡោះរស្មីភ្លាមហើយផ្សែងខ្មៅក៏ចាប់ផ្ដើមព័ទ្ធជុំវិញខ្លួនរបស់កំឡោះរស្មីភ្លាមហើយនៅពេលដែលគេរៀបនឹងសំឡាប់កំឡោះរស្មីភ្លាមគេគូតែមានការសប្បាយចិត្តជាខ្លាំងតែផ្ទុយទៅវិញគេក៏បានឈឺចាប់នៅក្នុងចិត្តហាក់ដូចជាបាត់បង់របស់អ្វីម្យ៉ាងពីក្នុងខ្លួនអញ្ចឹងហើយចំណែកឯនាងកែសវិញនៅសុកស្រាប់តែទឹកភ្នែករបស់នាងក៏បានស្រក់ចុះដោយសារតែឃើញមនុស្សដែលនាងធ្លាប់ស្រឡាញ់ត្រូវគេធ្វើបាបហើយនៅពេលនោះនាងក៏បានដឹងខ្លួន
ក៏បានភ្ញាក់ចេញពីអំពើស្នេហ៍របស់កំឡោះធូដែរហើយនាងកែសក៏បានយំអង្វរទៅដល់អ្នកកំឡោះធូឲ្យដោះលែងកំឡោះរស្មីភ្លាមហើយកំឡោះរស្មីក៏ចាប់ផ្ដើមនិយាយរៀបរាប់អំពីអតីតកាលការគ្រាដែលពួកគេនៅពីតូចហើយកំឡោះធូពេលដែលបានឮរឿងរ៉ាវកាលពីនៅតូចក៏បានកើតចិត្តអាណិតទៅដល់អ្នកទាំងពីរភ្លាមហើយកំឡោះធូក៏បានដោះលែងកំឡោះរស្មីនិងនាងកែសឲ្យមានសេរីភាពវិញព្រមទាំងនិយាយឡើងថាចាប់ពីថ្ងៃនេះទៅពួកឯងទាំងពីរឈប់មករវល់ជាមួយនឹងយើងទៀតនិយាយដូច្នោះហើយកំឡោះធូក៏បានដើរចាកចេញទៅភ្លាមហើយតាំងតែពីពេលនោះមកកំឡោះរស្មីនិងនាងកែសក៏បានរស់នៅជាមួយនឹងគ្នារហូតទៅហើយកំឡោះធូវិញក៏បានចាកចេញពីក្នុងស្រុកភូមិដែរមិនដឹងថាគេទៅរស់នៅឯស្រុកភូមិណានោះទេហើយសម្រាប់សាច់រឿងនេះដែរខ្ញុំបានសូមចប់តែត្រឹមនេះហើយក៏សូមអរគុណរាល់ការគាំទ្រចំពោះរូបខ្ញុំបាទ